ចាជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំបានមកសម្ភាសន៍លោកយាយផ្ទាល់នៅខាងភ្នំពេញអញ្ចឹងលោកយាយជំរាបសួរលោកយាយចាជំរាបសួរលោកយាយមានឈ្មោះអីដែរលោកយាយមានស្រុកកំណើតនៅខាងណាដែរឈ្មោះយឹមសៀមស្រុកនៅខេត្តព្រៃវែងចាយាយអត់អីស្រុកស្ដាច់ចាប៉ុណ្ណឹងហើយសុខភាពខ្ញុំដែលឈឺទ្រុឌមុនដំបូងនឹងយ៉ាប់យើណាចាហើយដែរយាយមុនដំបូងចលៈក្បាលចង្គង់នឹងដើមរួចទៅតលគេគ្រាចាហើយនឹងខ្ញុំនឹងក៏តស៊ូតាមរថយន្តនឹងផ្សាយហ្នឹងខ្ញុំមកទិញនៅស្ទឹងមានជ័យហ្នឹងបាន2កំប៉ុងចាយាយចាយកចលៈមួយកាពះមួយយកទៅហូបចាហើយឡើងឡានហ្នឹងសិតតែអ្នកគ្រានោះចុះវិញក៏គ្រាដែរចាអញ្ចឹងលោកយាយស្ដាប់តាមវិទ្យុហើយក៏ជិះឡានមកឡានឈ្នួលយាយចាឡានឈ្នួលមកដល់ផ្សារទំនើបស្ទឹងមានជ័យនៅតូបស្ទឹងមានជ័យចាហើយហ្នឹងក៏ខ្ញុំទៅវិញហ្នឹងវាបានវាឈឺគាត់នៅខ្លាំងដែរតទៅហូបថ្នាំនឹងហើយលោកគ្រូអើយឈឺលើសដើមលើសអីទៀតហើយខ្ញុំគេថាហើយចុះខំហូបធ្វើអីបើឈឺយ៉ាងហ្នឹងខ្ញុំថាអត់ទេអានឹងតស៊ូខ្ញុំលឺហើយដល់ខ្ញុំហូបចំនួនប្រហែល2ថ្ងៃ3ថ្ងៃវាជាធូរមកតិចចាហើយទៅក៏ដើរលេងកាន់ឈើច្រង់ចាដើរជើងទៅទេបានចាអញ្ចឹងលោកយាយមានបញ្ហាតាក់ទងនឹងសន្លាក់ចុះក្រៅពីសន្លាក់លោកយាយមានសន្លាក់នឹងកាពះពោះវៀនចាវាមានគេថាអ៊ីកូមើលគេថាមានលាកតិចចាលាកតិចចាហើយអ៊ីកូមើលទៀតឃើញមានគ្រូប្រមាណចាយាយចាគ្រូប្រមាថហ្នឹងវាដល់18លាចាយាយចាហើយនឹងខែ2ខែចឹងខ្ញុំមកអ៊ីកូមើលទៅវារៀងផ្ចាត់ខ្ចាយបែកគ្នាអស់គ្រោះហ្នឹងយាយចាវាបែកនៅរាយពេញហ្នឹងហើយតែគេថាទូទៅវាមិនអីទេថង់ប្រមាថធំឥឡូវធ្លាក់មូលគ្នាមកក្រមហើយវាបែកគ្នាចាយាយចាហើយខ្ញុំចេះតែហូបទៅចាការដែលយាយទៅមើលអេកូហ្នឹងក្រោយពីយាយញ៉ាំប្រហែលខែដែរតើទៅនឹងគ្រូប្រមាថហ្នឹងយាយខ្ញុំញ៉ាំយូរហើយចាយូរណាស់ងាយបែកទេអានេះគាត់ថាយើងតមបន្តិចចាយាយចាតមសាច់មាន់តមសាច់ដែលដូចថាជាតិសមុទ្រចាជាតិសមុទ្រជាតិអីតំណើបអីនោះអត់ហ៊ានហូបទេគ្រូឲ្យទេខ្ញុំចាខ្ញុំតមណាស់ហើយដល់សប្តាហ៍ថ្ងៃនេះតើគ្រោះហ្នឹងមិនដែរយាយឥឡូវជាបាត់ហើយឬក៏វានៅតិចដល់នៅតិចចាហើយចុះបញ្ហាកាពះរបស់លោកយាយមិនដែរឥឡូវហ្នឹងកាពះអត់មានធ្វើទុកអីទេគ្រូចាព្រោះខ្ញុំចេះតែហូបមកនេះឈុតនឹងទៅវាលៀងកាពះពោះវៀនយើងហើយដូចថាត្បាបពោះយើងវារៀងក្រាស់ដល់ហើយវាធ្លាក់ទៅវានៅអីស្បែកហ្នឹងធ្លាក់ទៅខាងវិញវាអត់ធំពោះចាធំពោះដូចមុនគឺសម្រក់គីឡូជាតិខ្លាញ់ជាតិអេស៊ីតអញ្ចឹងអត់មានធំដូចមុនទេអញ្ចឹងសម្រាប់លោកយាយគឺលោកយាយប្រើជាប្រភេទឈុតសរីរាង្គខាងក្នុងទី1ចាអញ្ចឹងលោកយាយគាត់មានបញ្ហាខ្ញុំសូមសរុបជូនបងប្អូនទាំងអស់គ្នាលោកយាយគាត់មានបញ្ហា3ជាធំទី1គឺបញ្ហាសន្លាក់ក្បាលជង្គង់ចាទី2បញ្ហាគ្រោះក្នុងប្រមាត់ទី3គឺបញ្ហាក្រពះពោះវៀនអញ្ចឹងគឺខ្ញុំជួបផ្ទាល់ជាមួយលោកយាយគឺសម្ភាសផ្ទាល់តែម្ដងដោយមិនមានការជួលលោកយាយទេត្រូវលោកយាយចាមិនជួលមិនពាត់អីទេអានេះខ្ញុំនិយាយតាមជាក់ស្ដែងហ្មងនិយាយគាត់ចាស់ហើយគាត់អ្នកធ្វើបន់ធ្វើអញ្ចឹងណាបងប្អូនហើយមិនបញ្ចេញមិនបញ្ចូលអីទេដោយថាចង់ប៊ូហើយឆ្នាំពេទ្យមិនថាស្អប់ទេគាត់ថាដាក់ទៅវាអត់ជួលវាធ្វើទុកកាពះហើយបើអានេះហូបទៅវាអត់មានរើទេមិនគេថារបស់ជាតិធម្មជាតិធម្មជាតិគោគ្រាន់បើជាងអាយើខ្ញុំលេងទៅម្ដងលេងថងប៉ុណ្ណឹងលេងចិត្តតែស្នាមគ្រាប់ហើយលេបចិត្តងាប់ចិត្តរស់លេបទៅអាគ្រោះកាន់តែឡើងទៀតខ្ញុំលោកគ្រូនិយាយមិនពុទ្ធធម្មមាំងទេដាជាប្រធានខ្ញុំអស់មិនតិចលៀនទេខ្ញុំទៅខាងវៀតណាមចូល500លក់ស្លេ2កុងអស់លីងបាត់ខ្ញុំប្រាស់មកលឺសូររថយន្តខ្ញុំប្រាស់មករំវិញហ្នឹងខ្ញុំបានថាខ្ញុំរៀងហើយកុំពីណាបួលទៅឥឡូវតាំងពីគេបើកផ្លូវបើកអីមិនទៅទេមានមកកំប៉ុងទិញមកកំប៉ុងមាន2កំប៉ុងទិញ2កំប៉ុងចា